បាទបងប្អូនបាទនេះចេញទៅមើលគោទៅដល់បងប្អូនបាទតនេះក៏លក់មកក្រោលទាំងអស់បណ្ដោយបាទអត់មានដកទេបាទក៏លក់មកទាំងអស់តែម្ដងបងណាបាទគោក៏មកក្រោលនឹងមាន7ក្បាលបងប្អូននិយាយទៅមេកូន3ឈុតនឹងអាបាកូនអាផ្លយមួយបងប្អូនហើយកូនអាផ្លយក៏ទិញមកពីកពតក៏ទិញមកតាមពីទូចឥឡូវតំកាច់2ហើយកើតកូននៅក្នុងភូមិនឹងចូលប្រហែលកូនទេនៅក្នុងក្រោលនេះកើតកូនមួយដែរកូនអាផ្លយបាទកូននេះអានេះត្រូវជាកូនអាផ្លយបាទចាស់ទិញមកពីខាងកពតទិញមកទូចបាទគោគាត់ទិញមកពីតកែវពីកពតលផែនស្អាតអស់ហ្នឹងគោធំដាំដាប់អស់ហ្នឹងបាទបាទនេះដូចតម្រៃឯងមុនមើលទេមិនសូវដឹងធំទេមុនចាំមើលដល់ទីខ្ញុំថយមើលនេះកន្លែងគាត់វារឿងចៀតខ្ញុំថប់ជាងាយបាទហើយកូនចៅរៀងមិនមានឯមីក្មេមិញបាទហើយអាកូនទូចអាឈ្មោះធំនេះអាកន្លោះនេះកូនមេខាងនោះផើ7ខែនេះទៅ9ខែណាបាទទៅ9ខែប៉ុណ្ណេះទូទិញបានទៅក៏អ្នកចិត្តផ្ទះក៏សុំទុកធ្វើបាមួយសុំចែកធ្វើបាក៏លក់ឲ្យគេទៅបាន3លាន50ដែរកូនបាទហើយនេះអាផ្លយនេះគេថាកូនអាផ្លយគេថាបងប្អូនត្រូវការទិញលោតមេតានីជូនមកស្អាតតំណងបងលោតលឿនទៀតបងប្អូនចាស់គាត់ត្រាប់ណាហើយនេះកូនចៅរៀមមេនេះកូនពងកូនទុំ10ថ្ងៃនេះបាទទុំ10ថ្ងៃនេះបាទចឹងយើងទិញកន្លែងគាត់ត្រូវមកក្រោលនឹងហើយក៏ចេញទៅខាងប៉ោយប៉ែតទៀតអានេះជីក្តៅដល់អើយបាទដឹងថាបាទមេឃក្តៅណាស់ចេញទៅនេះមួយណាត់មើលគោតែមើលម៉ោង9ម៉ោង10 2 10 1 2 2 3ល្ងាចហ្នឹងអូយើងថាក្តៅដល់ថាព្រឹកគាត់រវល់ទៅក៏ណាត់យើងពេលថ្ងៃល្ងាចចឹងណាយើងទៅមើលវាមិនកើតបងប្អូនបាទយើងអ្នកទិញគោគេហៅស្មាទៅស្មាឯងបាទនេះទៅខាងប៉ោយប៉ែតគាត់តម្លាក់ location មកនៅកន្លែងក្រោយគោគាត់យើងក៏ដល់តាមហ្នឹងទៅបាទតម្លាក់ map មកផែនទីទៅតាមហ្នឹងទៅក៏ដល់ជឹកតំណងពេលដល់ក្រោយគោគាត់ទីប្រាប់គាត់ថាខ្ញុំដល់ក្រោយគោហើយបងអើយអញ្ចឹងគាត់មកគាត់ហើយធ្វើការនៅខាងនៅផ្សារកណ្ដាលគាត់ខាងជាងជួសជុលម៉ាស៊ីនត្រជាក់ហើយរៀបចំតពន្ធភ្លើងពន្ធភ្លើងពន្ធអីហ្នឹងបាទបង្ហេងជាងជួសជុលអីម៉ាស៊ីនត្រជាក់ហ្នឹងបងនៅខាងប៉ោយប៉ែតហ្នឹងបងស្គាល់ដឹងហើយស្គាល់ហើយបាទចេញពីវងអីភ្លើងស្តុប AC ដើរទៅជើងត្រង់ដល់កន្លែងគាត់បាទជួសជុលខាងម៉ាស៊ីនត្រជាក់ខាងប្រព័ន្ធភ្លើងទៅឡើងតាមអាគារតាមអីហ្នឹងបាទតាមផ្ទះគាត់ធ្វើបានទាំងអស់មានក្រុមការងារគាត់ចឹងគាត់ដៃ level នៅហ្នឹងទៅគាត់ថាចាំភ្លេចគាត់មកបាទចឹងគាត់ចាំគាត់ប្រហែលមកស្ទុះដែរប្រហែលកន្លះម៉ោងដែរបាទអូនៅក្នុងក្រុមប៉ាសាច់និយាយពីថាហប់ក្តៅមកបាទហើយគោគាត់បលេងទៅដើរស៊ីឆ្អែតក៏ចូលវិញទៅមកខ្លះចូលមកខ្លះនៅក្រៅទៅចឹងហ្នឹងបាទគោគាត់ជិះទៅការងារគាត់រស់ស៊ីមុខរបរមកស្រួលប៉ុន្តែគាត់នៅឃើញទិញគោចិញ្ចឹមដើម្បីដើរមើលហាត់ប្រាណទៀតបងបាទទិញអាកំសាន្តបាទហើយគោគាត់ភាគច្រើនសម្បូរពូជ5ម៉ាន់ច្រើនជាងគោខ្មែរបងបាទគាត់ទិញចាំ4 10ឆ្នាំហើយនេះបងប្រុសមកដល់បាទរស់រីរៈទៀតអាមុនមកទិញគោគាត់ត្រូវឲ្យទៅដល់ផ្ទះហៅចូលលេងផ្ទះឲ្យទឹកឲ្យដូងអីហូបបាទនេះគោគាត់នេះភាគច្រើនសម្បូរតែគោកាត់5ម៉ាន់ចឹងបងបាទវាមានលេខល្បាយស្រែអីខ្លះចឹងបាទចាំមកយូរហើយបាទចាំជួលជាង10ឆ្នាំមកថាកូនអីពុកម្ដាយធ្វើអ្នកមើលគោកូនក៏ឲ្យដើរមើលគោដែរកូនកាប្រុសមកដើរមើលដើរខ្វៀលទៅបាទប្រលេងនោះនៅប៉ែតសាប៊ូកន្លែងស៊ីចឹងតាមសង្ស័យឆ្ងាយណាស់បងមើលឃើញក៏លោកក៏លៀតតាមដីឡូតាមអីនេះគឺថាសាប៊ូស្មៅបាទចឹងក៏យើងជួបគាត់ក៏យើងបោកគុណលុយចែកលេខកាតទៅក៏ត្រូវបាន7ក្បាលមកណាបាទគាត់ឲ្យត្រូវឬមួយណាលក់មិនអោយចឹងក៏យើងជ្រើសទៅសំតម្លៃអាចចែកបាន7ក្បាលគាត់ក៏លក់យើង7ក្បាលទៅមកសល់មិនគាត់ចំតទៀតទៅគាត់ចង់លក់ទាំងអស់ណាត្រូវថ្លៃប៉ុន្តែមិនទាន់ត្រូវថ្លៃចឹងបងបាទគាត់មើលទៅរឿងស្ដាយគោគាត់ដែរចឹងហេទុកខ្លះចឹងក៏យើងយកបាន7ក្បាលនោះបាទនេះគោយើងទិញបាននេះមេខ្មៅកូនខ្មៅមីក្រហមកូនក្រហមហើយមីជ្រូកនេះមួយហើយនឹងមីមួយផ្កាយក្បាលនោះបាទនេះផ្កាយក្បាលនេះចឹងបាទហើយខ្មៅកូនខ្មៅនេះបងបាទចឹងទិញបាន7ក្បាលហើយនឹងមួយកាព្រាមួយទៀតទាំងអស់កូនកាប្រុសដើរមើលគោបាទចឹងមានអីទេបងប្អូនបាទថាហៅទៅដល់តែមើលបាទហើយក៏ហៅចូលផ្ទះគាត់ឲ្យទឹកត្រជាក់ឲ្យដូងមួយផ្លែទៀតបាទហើយថតរូប selfie មកប៉ុសទៀតបងប្អូនចឹងមានអាការរាប់អានការឆ្លាញ់រាប់អានទេបងប្អូនបាទជាយូរវែងទៅមុខបាទតែរាប់អានមិត្តភាសាយើងរាប់អានត្រូវបាទចឹងយើងត្រូវបង្កើនមិត្តឲ្យបានច្រើនគ្រប់ទីកន្លែងបងប្អូនបាទហើយធូនសង្សាប់ទៅដល់ណាក៏ស្បូអ្នកស្គាល់រាប់អានគ្នារាប់អានជាចិត្តតំណងមកបាទស្គាល់នេះស្គាល់យូរវែងមកបាទ
thang lại nào tôi có lại nào để muốn bạn chẳng người dân cho nhau bên mong một bạn cho một con miền cô độ lo còn lịch tiện tôi hay thứ ba một đó mình thay chung người làm thay tam tiện thêm một bạn ố này cái chân niên khang này đâu